ចំពោះការបើកមុខរបរដំបូងក្នុង100ដួល90ហើយប្រាជ័យ90ហើយ30ឆ្នាំក្នុងមុខរបររកស៊ីតូចធំមធ្យមល្មមអីគឺខ្ញុំឆ្លងកាត់ច្រើនដែរបាទហើយប្រាជ័យក៏ច្រើនដែរបាទប្រាជ័យច្រើនសូមទទួលស្គាល់ថាការរកស៊ីវាមិនងាយស្រួលទេក្នុងនាមខ្ញុំជាអ្នកប្រាជ័យម្នាក់សូមចែករំលែកនៅបទពិសោធន៍ប្រាជ័យជូនបងប្អូនឬក៏បងប្អូនដែលចាប់ផ្ដើមចង់ប្រកបរបររកស៊ីផ្ទាល់ខ្លួនទុកគ្រាន់ជាបទពិសោធន៍ថា product នេះមិនមែនតាផលិតផលដែលយើងឃើញនេះជួនកាលជាផលិតផលរបស់យើងជាបច្ចេកវិទ្យាក៏យើងហៅ product ដែរក៏យើងហៅផលិតផលដែរបាទមិនមែនគ្រាន់តែជាលេឬក៏ជាសម្ភារៈប្រើប្រាស់ឬក៏ជាម៉ាស៊ីនឬក៏ជាគ្រឿងអេឡិចត្រូនិកណាអញ្ចឹងយើងប្រើពាក្យថាផលិតផលគឺមានន័យថាមុខរបរអីយើងបើករេស្តូរ៉ង់ក៏ផលិតផលដែរគឺផលិតផលភោជនីយដ្ឋានយើងបើកកាហ្វេបាទអញ្ចឹងផលិតផលរបស់យើងគឺកាហ្វេរស់រានមានជីវិតបានយូរឬក៏មាននិរន្តរភាពមានតែ5%ទេឬក៏10%ទេយ៉ាងច្រើនណាបាទដែលមាននិរន្តរភាពដែលទទួលបានយើងហៅថាជោគជ័យទៅចោះបាទយើងហៅថាជោគជ័យទៅចោះអញ្ចឹងអ្វីដែលសំខាន់ដំបូងគឺ product ហ្នឹងហើយតែពាក្យថា product ទំនិញឬក៏ផលិតផលយើងហ្នឹងគឺផ្ដោតទី1សំខាន់គឺគុណភាពរបស់ផលិតផលបើជា restaurant គឺគុណភាពរបស់ restaurant យើងអញ្ចឹងនិយាយថាពាក្យគុណភាពមួយម៉ាត់គឺវាក្តោបទាំងអស់បាទវាក្តោបតាំងពីសោភ័ណភាពទីតាំងសេវាកម្មរសជាតិណាវានៅក្នុង restaurant យើងហ្នឹងណាវាក្តោបទៅលើគុណភាពហ្នឹងហើយបាទអញ្ចឹងនៅពេលដែលយើងមានគុណភាពហើយនោះដើម្បីឲ្យវាមាននិរន្តរភាពទៀតវាពឹងទៅលើអីទៀតវាពឹងទៅលើការគ្រប់គ្រងបាទការគ្រប់គ្រងអញ្ចឹងពាក្យថាគ្រប់គ្រងមួយម៉ាត់ហ្នឹងគឺវាក្តោបទៅច្រើនបាទដើម្បីឲ្យអាជីវកម្មមួយដើម្បីឲ្យផលិតផលមួយហ្នឹងវាមានភាពជោគជ័យវាមានការទទួលស្គាល់វាលក់ដាច់បាទគឺម្ចាស់អាជីវកម្មដើរតួសំខាន់មុនគេគឺការពង្រឹងការគ្រប់គ្រងរបស់ខ្លួនទៅលើអីខ្លះវាពឹងទៅលើបច្ចុប្បន្នភាពគឺជាងគេហ្នឹងគឺការផ្សព្វផ្សាយបាទគឺទី1គឺពឹងទៅលើការផ្សព្វផ្សាយហើយការផ្សព្វផ្សាយបច្ចុប្បន្ននេះគឺយើងនិយាយទៅវាថាដូចជាងាយស្រួលជាងមុនផ្សព្វផ្សាយវាអត់សូវទូលំទូលាយទេវាផ្សព្វផ្សាយទៅតាមលិខិត្តប័ណ្ណចែកចុះចែកណាដើរប្រាប់មួយវាត្រូវការប្រើបុគ្គលិកច្រើនក្នុងការចុះចែកលិខិត្តប័ណ្ណតាមស្តុបតាមផ្ទះណាត្រូវការចុះផ្សាយទៅទស្សនាវដ្តីកាសែតឬក៏ផ្សាយតាមទូរទស្សន៍ដែលមានការចំណាយច្រើនហើយមានភាពពិបាកណាចំណាយច្រើនហើយពិបាកបច្ចុប្បន្ននេះគឺការផ្សព្វផ្សាយគឺមានភាពងាយស្រួលច្រើនដែលម្ចាស់អាជីវកម្មគាត់អាចធ្វើខ្លួនឯងបាទឬក៏គាត់ប្រើបុគ្គលិកតែម្នាក់គ្រប់គ្រាន់ហើយបាទក្នុងការកាត់តវីដេអូណាបង្កើតជា content ផ្សេងថតវីដេអូផ្សព្វផ្សាយអំពី product ហ្នឹងទៅហើយយើងផុសទៅលើ media ទៅនៅក្នុង media មានអីខ្លះបច្ចុប្បន្នហ្នឹងដែលត្រូវផ្សព្វផ្សាយសំខាន់សម្រាប់ស្រុកខ្មែរយើងហ្នឹងគឺ Facebook នេះគឺទី1ហើយ
Facebook áបាទទី1ហើយហើយ TikTok នេះបាទទី2ហើយបាទហើយមួយទៀត YouTube បាទ YouTube អ្វីត្បិតតែយើងមិនសូវបានចូលទៅមើលទៅលេងអីក៏ប៉ុន្តែយើងត្រូវបង្កើត channel មួយខ្លួនឯងទៅហើយយើងចេះតែផុសចោលទៅយើងត្រូវចាំគេឃើញមក view មកម្នាក់ដូចយើងទៅចែកលិខិតប័ណ្ណឲ្យគេបានមួយសន្លឹកចឹងហើយយើងសួរមើលចំនួនមុនហ្មងគេទទួលមួយលឹកហ្នឹងមិនមែនធម្មតាទេណាខ្លះគ្រាន់តែហុចទៅទេអត់យកចិលចូលឬក៏អាខ្លះយកឲ្យខ្ញោចោលឈ្មោះចោលមិនដឹងថានៅក្នុងលិខិតប័ណ្ណហ្នឹងនិយាយពីស្អីផងតែនៅក្នុងបច្ចុប្បន្ននេះដូចខ្ញុំនិយាយងាយស្រួលជាងអញ្ចឹងគេមើលមក view យ៉ាងហោចណាស់គេឃើញជាពិសេសភោជនីយដ្ឋានលើហ្នឹងគឺគាត់ថតផ្សាយអញ្ចឹងទៅអ្នកអត់ចង់ញ៉ាំក៏ឃើញទៅក៏អាចកត់សម្គាល់ថ្ងៃណាមួយទៅញ៉ាំហើយចង់បញ្ជាក់ថាការផ្សព្វផ្សាយនេះត្រូវមានគោលដៅឲ្យច្បាស់ណាត្រូវមានគោលដៅច្បាស់ថាកុំផ្សព្វផ្សាយ4-10ថ្ងៃហើយអត់ឃើញ feedback មកវិញណាឬក៏ផ្សព្វផ្សាយ4-10ថ្ងៃឲ្យហាងដូចជាមិនសូវឃើញគេមកអីបាក់ទឹកចិត្តឈប់ផ្សាយណាឬក៏ផ្សាយដែរផ្សាយតាមការនឹកឃើញទៅចង់ផ្សាយក៏ផ្សាយមិនចង់ផ្សាយក៏មិនចង់ទៅអត់យកបាត់ចិត្តមួយអញ្ចឹងក្នុងការផ្សព្វផ្សាយទី1ត្រូវដាក់កម្មវិធីឲ្យច្បាស់លាស់មួយថ្ងៃហ្នឹងត្រូវផុសនេះផុសនោះឲ្យបាន2-3ទៅនៅ page យើងហ្នឹងណាទី2ត្រូវមានគោលការណ៍ថាបង្កើត page ហ្នឹងឲ្យវាកាន់តែមានការ like page ហ្នឹងឲ្យបានច្រើន follow page ហ្នឹងឲ្យបានមួយខែហ្នឹងមើលតើមួយខែហ្នឹងមានគេ like page ហ្នឹងបានប្រមាណ100នាក់ត្រូវមានវីដេអូផុសនៅក្នុង page ហ្នឹងជាប្រចាំគេមើលក៏ដោយគេមិនមើលក៏ដោយគឺត្រូវតែផុសអញ្ចឹងណាស្អីក៏ដោយវាផ្ដោតទៅលើយើងជាម្ចាស់អាជីវកម្មតែយើងធ្វើលេងនឹកឃើញធ្វើហើយគេមិនមើលបាក់ទឹកចិត្តមែនវាមិនបាក់ទឹកចិត្តអីទេសួរតាជេមសុកទៅដឹងហើយអញ្ចឹងយើងត្រូវផុសយើងត្រូវហ៊ានមើលគេផុសគេទៅសេស្អីវីដេអូគេកាត់ហ្នឹងគេកាត់ប្រមាណគុណប្រមាណសម្រាប់ Facebook ប្រមាណគុណប្រមាណសម្រាប់ TikTok ណាហើយ Facebook ហ្នឹងគេហាមស្អីខ្លះក្នុងការផុសហ្នឹងណាយើងត្រូវរៀនវារៀនឲ្យដឹងពីបច្ចេកទេសនៅក្នុង page គេមួយណានៅក្នុង Facebook អញ្ចឹងគេហាមស្អីខ្លះយើងត្រូវប្រយ័ត្នប្រយែងកុំចេះតែផុសឬក៏យកវីដេអូគេសរុបសេចក្តីក្នុង Facebook ខ្ញុំប្រាប់ទៅគឺឥឡូវហ្នឹងគេចូលចិត្ត Reel មានន័យ Reel ហ្នឹងស្អីគឺថាការពិតណាហើយយើងរកស៊ីអីយើងថតហ្នឹងទៅមុនថតហ្នឹងយកអាកាមេរ៉ាទូរស័ព្ទហ្នឹងយកกระดาษជូតមាត់ហ្នឹងជូតអាកញ្ចក់ហ្នឹងឲ្យវាស្អាតហើយចាំថតដើម្បីវាថ្លាដើម្បីកុំឲ្យវាមានសពីព្រោះយើងប្រើទៅអាចជាប់ញើសជាប់អីនៅលើអាកញ្ចក់កាមេរ៉ាទូរស័ព្ទហ្នឹងអញ្ចឹងពេលយើងថតទៅវាសសព្រុះវាអត់មានគុណភាពអញ្ចឹងគេក៏អត់សូវរុញអាវីដេអូយើងឲ្យឃើញដែរអាហ្នឹងក្នុងការថតហើយសំឡេងក៏ដូចគ្នាដែរមុនថតនឹងកុំញោកញាក់ឡូឡា noisy គេហៅវាថ្លង់ណាបាទលឺសំឡេងជុំវិញនឹងលឺខ្យល់ឆគ្រាន់តែអ្នកឃើញវីដេអូយើងហ្នឹងគ្រាន់តែលឺឆហ្នឹងគេអូសផុចឲ្យតែផុតបន់ឲ្យតែផុតណាបាទអញ្ចឹងទិញម៉ៃទិញអីឲ្យវាត្រឹមត្រូវដើម្បីឲ្យយើងនិយាយទៅហ្នឹងឲ្យវា clear ឲ្យវីដេអូយើងហ្នឹងវាស្អាតវា clean ណាចឹងសំឡេងនោះឲ្យវាច្បាស់យ៉ាងហោចណាស់វាច្បាស់ 80-90% ដែរហើយកាត់តយើងកាត់តទៅហើយបើយើងមិនទាន់ចេះកាត់តទេក៏ហីទៅថតខ្លីៗទៅណាយើងមុនថតយើងដឹងថាយើងចង់និយាយអីអញ្ចឹងយើងនិយាយ1នាទី2នាទីប៉ុណ្ណឹងទៅថតនឹងទៀតមិនមែនចុះតែកវាសទេណាយើងត្រូវដឹងវីដេអូវាត្រូវការ slow វាត្រូវការលបឿនមួយដែលគេអាចមើលឃើញគេអាចស្រួលមើលបាទអញ្ចឹងយើងថតយើងអូសអីឲ្យវាច្បាស់ហើយឲ្យល្មមលបឿនហ្នឹងដើម្បីឲ្យគេមើលទៅ
វាស្របមិនមែនចេះតែញុលចឹងចេះតែកឆេកកឆក់ទេអត់ទេបាទអានេះរបៀបថតទៅរៀនកាត់តអីប្រើកម្មវិធីអីហ្នឹងគឺផ្សេងមួយទៀតណាកម្មវិធីណាដែលស្រួលប្រើហើយកុំប្រើច្រើនកម្មវិធីតែមួយហ្នឹងទៅរៀនតែមួយហ្នឹងទៅកុំងាកទៅ CapCut ផងងាកទៅ Canva ផងងាកទៅ InShot ផងណាឃើញគេប្រើនោះហក់បន្តិចបន្តិចយូរយូរវល់ឈឺក្បាលលែងចង់ប្រើហើយលែងចង់កាត់តអញ្ចឹងយើងចេះអាមួយណាយើងកាត់អានឹងបានប៉ុណ្ណាយើងយកប៉ុណ្ណឹងសំខាន់វារៀងគ្រាន់បើដែរណាមិនបាច់ professional អីពេកទេដំបូងហ្នឹងណាបាទហ្នឹងពេលយើងរៀនចេះអាប៉ុណ្ណឹងទៅថ្ងៃក្រោយយើងអាប់ដេតតិចម្ដងទៅវាល្អហើយចំពោះកម្មវិធីមួយហ្នឹងកាន់វាជាប់ទៅបានហើយ